ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺទំនេរពីការងារក៏បានមកដើរលេងនៅឯសមុទ្រហ្នឹងគឺស្រស់ស្រាយមែនតើពីព្រោះនៅក្នុងខែហ្នឹងគឺអត់សូវមានត្រីអត់សូវមានទូកចូលភាគច្រើនគឺទូកមកចូលចតតែម្ដងឥឡូវនេះគឺទំនេរពីការងារហ្នឹងក៏បានឆ្លៀតមកដើរលេងនៅឯមាត់សមុទ្រគឺស្រស់ស្រាយមែនតើពីព្រោះនៅកន្លែងយូរទៅដូចរាំងត្រេះដូច្នេះហើយខ្ញុំអាសាមកលេងមាត់សមុទ្រហ្នឹងគឺច្រើនមែនតើគឺមកលេងសមុទ្រម្ដងគឺស្រស់ស្រាយខ្លាំងមែនតើពុកម៉ែបងប្អូនហើយចំណែកដែលគេផ្សងគឺគេមកលេងថ្ងៃសៅរ៍ហើយនិងថ្ងៃអាទិត្យចំណែកដែលខ្ញុំគឺមកលេងថ្ងៃច័ន្ទពីព្រោះថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធហ្នឹងគឺអត់សូវមានមនុស្សដើរលេងទេគឺរាំងស្ងាត់មែនតើហើយខ្ញុំហ្នឹងក៏ចូលចិត្តភាពស្ងប់ស្ងាត់ផងដែរដូច្នេះហើយខ្ញុំថ្ងៃសៅរ៍និងថ្ងៃអាទិត្យហ្នឹងគឺខ្ញុំអត់ដែរមកទេពីព្រោះមកថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងគឺឡានមនុស្សហ្នឹងគឺច្រើនមែនតើពុកម៉ែបងប្អូនឲ្យសឹងថាពេញមាត់សមុទ្រតែម្ដងមិញហ្នឹងដូចបងប្អូនដឹងស្រាប់ហើយគឺខ្ញុំជិះម៉ូតូកង់3មកអត់មានថាម៉ូតូកង់2អត់មានអីគេទេពីព្រោះមានតែកង់3ហ្នឹងជិះតាណាតណៃដើរលេងនៅអីហ្នឹងគឺជិះតែកង់3ហ្នឹងទេដាក់កបៈផងអីផងដូច្នេះហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងគឺខ្ញុំអត់សូវហ៊ានមកលេងទេពីព្រោះគេសបោឡានសបោម៉ូតូល្អហើយណាមួយម៉ូតូកង់3ខ្ញុំគឺរាំងចាស់ដូច្នេះហើយគឺអត់សូវហ៊ានមកទេគឺរាំងអ៊ីនពេលដែលតែណាមកណៃហ្នឹងគឺគេមើលមុខព្រាតតែម្ដងពីព្រោះម៉ូតូយើងរាំងលឺបន្តិចដូច្នេះហើយគឺគេមើលមុខព្រាតតាណាមកណៃតែគិតនៅក្នុងចិត្តគឺអត់ខ្វល់ទេសំខាន់ឲ្យតែបានវីដេអូផុសនៅក្នុង YouTube ទៅបានណាដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាឥឡូវនេះគឺខ្ញុំកំពុងតែឆោលពីលើស្ពានថតនៅតាមបណ្ដោយដៃសមុទ្រដែលមានទូកហ្នឹងគឺនៅជាប់មុខផែហ្នឹងគឺច្រើនមែនតើហើយកន្លែងដែលខ្ញុំនៅឆោលថតហ្នឹងគឺភាគច្រើនតែម្ដងគឺសបោទូកតូចមែនតើហើយថ្ងៃនេះគឺទឹកស្រកខ្លាំងមែនតើពុកម៉ែបងប្អូនហើយណាមើលទូកចតគឺកាលដីទាំងអស់តែម្ដងគឺច្រើនមែនតើពេលដែលទឹកសមុទ្រស្រកគឺមានពេលវេលាជួនកាលទៅគឺស្រកនៅពេលព្រឹកជួនកាលទៅស្រកនៅពេលថ្ងៃជួនកាលទៅគឺស្រកនៅពេលល្ងាចហើយជួនកាលខ្លះទៀតគឺស្រកនៅពេលយប់ឯណោះពុកម៉ែបងប្អូនគឺពាក់កណ្ដាលយប់គឺចាប់ផ្ដើមស្រកហើយតែឥឡូវនេះគឺស្រកនៅពេលថ្ងៃម៉ោង11ម៉ោង12ឥឡូវនេះគឺមកដូរទេសភាពនៅមាត់សមុទ្រពីម្ដងពុកម៉ែបងប្អូនដូងមួយដើមនេះគឺផ្លែមួយធ្លាយហ្នឹងគឺច្រើនមែនតែពុកម៉ែបងប្អូនហើយបន្តិចទៀតហ្នឹងគឺចិត្តល្មមហូបហើយមើលទៅគឺផ្លែធ្លុះមែនតែនហើយទៀបមែនតែពុកម៉ែបងប្អូនហើយឆោហ្នឹងគឺនៅត្រឹមទ្រូងទេផ្លែហ្នឹងគឺផ្លែច្រើនមែនតែនមួយធ្លាយគាត់តែមួយធ្លាយនេះគឺអត់មានផ្លែទេគឺរោយអស់លីងតែម្ដងឥឡូវហ្នឹងគឺដើរទៅកន្លែងនោះមួយដើមទៀតនោះអត់ទាន់មានផ្លែទេហើយដើមឈើដើមអីហ្នឹងគឺគេទៅដាំប្រហែលជារយៈពេលមួយឆ្នាំទេពុកម៉ែបងប្អូនហើយគឺចិត្តបន្តិចទៀតហ្នឹងគឺបានមកលុបអង្គុយព្រាតហើយមើលទៅសមុទ្រហ្នឹងគឺល្វឹងល្វើយតែម្ដងធំធេងហើយថ្ងៃនេះគឺខ្យល់ខ្លាំងមែនតើពុកម៉ែបងប្អូនហើយនៅតាមមាត់សមុទ្រគឺខ្យល់ខ្លាំងតែម្ដងដូច្នេះហើយប្រហែលថ្ងៃហ្នឹងគឺទូកនៅចតមុខផែហ្នឹងគឺច្រើនមែនតើហើយនៅថ្ងៃនេះផងដែរគឺស្ងាត់មនុស្សពីព្រោះខ្ញុំមកលេងថ្ងៃច័ន្ទបើថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងកន្លែងណាក៏មានមនុស្សច្រើនដែរពេញមាត់សមុទ្រតែម្ដង
ចល់ខ្លាំងតែកន្លកធំដូច្នេះហើយគឺទូកនៅជាប់មុខផែហ្នឹងគឺច្រើនមែនតែនពេញមុខផែតែម្ដងទូកខ្លះហ្នឹងក៏ធ្វើសាច់អួនទូកខ្លះហ្នឹងក៏អត់មានធ្វើសាច់អួនហ្នឹងគឺជាប់តែម្ដងពីព្រោះអីនៅកណ្ដាលសមុទ្រហ្នឹងគឺខ្យល់ខ្លាំងដូច្នេះហើយខ្យល់ខ្លាំងហ្នឹងគឺរកត្រីអត់បានទេពុកម៉ែបងប្អូនហើយដូចថាយើងវាងអួនវាងអីហ្នឹងគឺអត់កើតតែម្ដងទូកដែលនៅជាប់ហ្នឹងគឺទូកខ្លះជាប់ចំនួន4-5ថ្ងៃទូកខ្លះទៀតគឺជាប់ទៅដល់ចំនួនមួយអាទិត្យឯណោះពុកម៉ែបងប្អូនហើយគឺយូរគួរសមដែរតម្រាំនឹងបានចេញហ្នឹងគឺអ្នកដែលចេញទូកហ្នឹងគឺរាំងធុញតិចគាត់ថាបើសិនជាទូកចេញទៅគឺអត់សូវបានចាយលុយទេបើសិនជាទូកជាប់យូរគឺចាយលុយច្រើនពីព្រោះអីយើងនៅលើគោកហ្នឹងគឺត្រូវការចាយលុយហើយបើសិនជាទូកចេញទៅអត់មានចាយលុយណាគឺនៅតែលើទូកដូច្នេះហើយគឺដូចថាហូបតែបាយហូបតែត្រីហូបតែសាច់នៅលើទូកហ្នឹងដូច្នេះហើយអត់មានចាយលុយអត់មានទិញអីទេបើសិនជាយើងនៅលើគោកគឺចាយលុយច្រើនឥឡូវនេះគឺបែរមកខាងនេះវិញម្ដងគឺនៅម្ដុំនេះគឺសបោទូកស្ទូចមកហ្នឹងគឺច្រើនមែនតើពុកម៉ែបងប្អូនហើយចតនៅព្រងព្រាតតែម្ដងទូករកមកនេះពេលដែលខែសបោពុកម៉ែបងប្អូនហើយពេលដែលចូលមកម្ដងហ្នឹងគឺមកច្រើនមែនតើទាំងមកទូកហើយនិងមកធំហើយចូលមកម្ដងហ្នឹងគឺ2-3ទូក2-3ទូកឯណោះអត់ដឹងថាយកទៅលក់ឯណាខ្លះដែរគឺមកហ្នឹងគឺច្រើនមែនតើហើយសិតតែមកធំហើយនិងមកតូចគឺលេខគ្នាតែម្ដងហើយវីដេអូរបស់ខ្ញុំបាទក៏មានតែត្រឹមហ្នឹងផងដែរហើយជាចុងក្រោយនេះគឺសូមអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាមកទស្សនាវីដេអូរបស់ខ្ញុំបាទពីដើមរហូតដល់ចប់សូមឲ្យពុកម៉ែបងប្អូនតាណាមកណាសូមជួបតែសុវត្ថិភាពគ្រប់គ្នាអរគុណជម្រាបលាជួបគ្នានៅវីដេអូថ្មី